ពលកររបស់យើងចាញ់មកខ້ອຍធ្វើចំណាក់ស្រុកប៉ុន្តែបញ្ហានោះវាជាបញ្ហាមួយហើយតែបញ្ហារកវិធីដោះស្រាយការងារធ្វើនិងបង្កើនមុខរបរយ៉ាងម៉េចនៅក្នុងប្រទេសរបស់យើងជាបញ្ហាសំខាន់ដើម្បីថ្ងៃក្រោយមនុស្សរបស់យើងគឺមានការងារធ្វើនៅក្នុងស្រុកហើយរឿងនេះបាក់ក្នុងរដ្ឋាភិបាលម្នាក់ឯងមិនគ្រប់គ្រាន់ទេត្រូវរួមទាំងអស់គ្នាគ្រប់បកនយោបាយថ្ងៃនេះមានពីរបកដែលមានអន្តរក្នុងសភាប៉ុន្តែយើងក៏មិនត្រូវពេកថាមានបកច្រើនទៀតដែលនៅក្រៅសភាដែលយើងត្រូវប្រើវប្បធម៌សន្តិភាពដូចគ្នាវប្បធម៌សន្តិភាពដូចគ្នាតែខ្ញុំប្រើរូបមន្តថាវត្តផ្លោះវត្តឬធូផ្លោះវត្តបើណាគេចង់សន្តិភាពយើងក៏បើកឱកាសឲ្យមានការសន្តិភាពឲ្យមានការប្រយោគល់ក៏ប៉ុន្តែប្រហែលជាខ្លះមិនត្រឹមតែមិនសន្តិភាពទៅគាត់ទៅបង្កើតបកផ្សេងឈប់ទៅគាត់ទៅបង្កើតបកផ្សេងគាត់ថាជប់ជឿអត់ទេមើលសិនត្រូវមើលច្បាស់បើមិនតាន់បើមិនលោតទៅក្នុងទឹកទេអត់គេហៅទឹកទេហើយអត់ដឹងថាទឹកហ្នឹងជ្រៅរះផងហើយតិចឬក៏ក្រៅវត្តមិនតាន់នឹងបានអីផងទៅជាថាអត់មានប្រសិទ្ធភាពដែរហើយប៉ុន្តែសួរថាវប្បធម៌បន្ទូសារាយនេះវាផ្ដល់ឱកាសវាផ្ដល់អីឲ្យយើងបានដកពិសោធន៍រាប់រយឆ្នាំហើយដែលខ្មែរបែកបាក់តាំងពីទឹកដីធំរហូតដល់ទឹកដីតូចហើយយើងស្លាប់អស់ប្រជាពលរដ្ឋប្រមាណរបួសប្រមាណល្មមគ្រប់គ្រាន់ដើម្បីឲ្យខ្មែរយល់ហើយទោះបីជាយើងមានបកនយោបាយយើងបោះឆ្នោតឆ្លាញ់បកខុសៗគ្នាតែយើងមិនត្រូវយកគ្នាជាសត្រូវទេយើងអត់មានជំរឿនទេដីនេះជាដីយើងទាំងអស់គ្នាមិនមែនជាដីសម្រាប់ពុទ្ធសែនឬសម្រាប់រាំងស៊ីឬសម្រាប់អ្នកណាមួយផ្សេងទេគឺដីសម្រាប់នៅទាំងអស់គ្នាឥឡូវខ្ញុំកំពុងនៅធ្វើជានាយករដ្ឋមន្ត្រីទាំងអស់គ្នានៅជាមួយបានទេប៉ុន្តែស្រាប់តែដល់ពេលណាមួយសាបាយដាំសាបាយស៊ីធ្វើនាយករដ្ឋមន្ត្រីប្រឧទាហរណ៍ដល់ពេលហ្នឹងឯងដល់អត់ឲ្យខ្ញុំព្រោះនៅសាប់ទៅធ្វើបាបខ្ញុំដល់ធ្វើបាបខ្ញុំអាកម្លាំងវាយបកត្រឡប់មកវិញគឺធ្វើឲ្យដល់រស់នៅមិនស្រុកដែរ